គេថាសម័យបច្ចុប្បន្ននេះមនុស្សអសិលធម៌ច្រើនដោយសារតែបច្ចេកវិទ្យាកណាមើលមិនឃើញអញ្ចឹងគេថាមនុស្សនៅតែមនុស្សដដែលហ្នឹងប៉ុន្តែវាអាស្រ័យអំពីការប្រើប្រាស់លោកម្ចាស់មានទូរស័ព្ទគ្រប់ព្រះអង្គណាដែលចេះប្រើទូរស័ព្ទឲ្យអស់កម្មវិធី 100% នេះអង្គណាចេះបកគោណាខ្លះមានទូរស័ព្ទស្អាតចេះតែទេចេញហើយទេចូលទេនេះដាក់ប្រមាណអង្គណាចេះទាំងអស់នេះយើងអត់ចេះប្រើទេនេះឯងជាវិបត្តិរបស់ពួកយើងដែលយើងមានឡានហើយយើងមិនចេះបើកហើយយើងនៅចេះតែបើកទី1ទី2ទូរស័ព្ទណាអង្គខ្លះកណាទូលប្រកេនកុំគិតថាកណានិយាយនេះប្រអាប់អីទេណាយើងអង្គខ្លះអត់តាន់ចេះប្រើទូរស័ព្ទផងណាពេលណាដែលគួរនិយាយពេលណាដែលមិនគួរនិយាយអញ្ចឹងបច្ចេកវិទ្យានេះវាធំបកគោណាធំណាស់ហើយបើសិនជាប្រដេកប្រគុណមិនប្រយ័ត្នទេគឺវាមានវិបត្តិហើយខេត្តបាត់ដំបងនេះណាបកគោណាជាខេត្តដែលនៅសេសសល់អារាមវប្បធម៌ប្រពៃណីច្រើនជាជាងខេត្តណាទាំងអស់នៅក្រោយពេលដែលខ្មែរក្រហមដួលរលំទៅអញ្ចឹងសំណង់បុរាណអ្វីគ្រប់យ៉ាងដែលនៅតាមខេត្តពីបុរាណហ្នឹងគឺនៅច្រើនណាស់ព្រោះហេតុដូច្នោះហើយឲ្យតែពេលមានប្រជុំតាក់ទងនឹងអ្វីដែលជាប្រពៃណីសម្ដេចធំតែងតែលើកខេត្តបាត់ដំបងហើយសរសើរលោកគ្រូចាតកាសើព្រះមន្ត្រីសង្ឃខេត្តថាព្រះអង្គព្យាយាមកសាងថែរក្សាអភិរក្សសំណង់អីទាំងអស់នឹងច្រើនណាស់អញ្ចឹងបកគោណាពូជអ្នកបាត់ដំបងយើងនេះថាអញ្ចឹងចុះវាអាក្រក់ស្ដាប់តិចវាខ្ពស់ដែរណាមានឈ្មោះបោះសម្លេងទៅក្រៅច្រើនណាស់ណាជាអ្នកស្លូតជាអ្នកចេះដឹងហើយក៏ជាដែនដីមួយដែលសម្បូរទៅដោយវប្បធម៌ដែលសម្បូរទៅដោយធម្មជាតិហើយអាណត្តិនេះទៀតឯកឧត្តមបាខេតអ្នកស្រុកបាត់ដំបងទៀតណាអញ្ចឹងល្មមធ្វើបាត់ដំបងនោះខ្លាយមិនថាខ្លាយទៅជាគំរូគេទេគ្រាន់ថារក្សាតំណែងរក្សាគេឈ្មោះយើងដែលពីអើយណាមកឲ្យនៅទៅប៉ុណ្ណឹងបានជាគំរូកណាំចាស់ប៉ុន្តែបកគោណាថាព្រះអង្គចឹងវាពួកយើងនឹងសិតតែមនុស្សអាក្រក់មែនទេចង់និយាយថាពីដើមហ្នឹងវាមិនសូវមានរឿងតែឥឡូវហ្នឹងវាងាកសម្ដេចទេយប់ឡើងចង្កានធ្លាក់មក10 2 10ដាច់ទេមកកណាក៏លេងឃើញលេងសម្ដេចធំគេថាបាត់ដំបងទេដែរអញនឹងទៅបាត់ដំបងមែនណាមហារាជវង្សមើលផងមិនអើយណាអញ្ចឹងបកគោណាម្ចាស់ជួយប្រាប់ជួយបង្រៀនអប់រំភិក្ខុសាមណេរឲ្យលុះនៅក្នុងធម៌ឲ្យលុះនៅក្នុងធម៌ឲ្យលុះនៅក្នុងព្រះវិន័យបដិបត្តិណាបដិបត្តិបើភិក្ខុសាមណេរអង្គណាដែលមិនប្រកបដោយធម៌ប្រកបដោយវិន័យលោកគ្រូចាតកាហៅមកគុណណាហៅមកព្រានបដៅបកគោណាអើយយ៉ាងម៉េចហើយប្រាប់ម្ដងស្ដាប់ប្រាប់2 ដងស្ដាប់ប្រាប់3 ដងស្ដាប់ដាក់ទៅអាចុងក្រោយនោះកុំទុកវាអត់មានពេលទេលោក 9,000 អង្គគ្មាននៅអញខ្ញុំ 1 2ហ្នឹងទេនិយាយចឹងថាគូសាហាវមែនអត់ទេសម័យព្រះតែឯងបួសមិនបានឯងចាក់ចេញពីធម៌នៃរបស់តថាគតមិនបានសន្យាឲ្យអ្វីនៃឯងនៅក្នុងសាសនានេះទេបើឯងមកមិនបដិបត្តិធម៌នោះឬវាអញ្ចឹងកណាឥឡូវនេះមករយៈចុងក្រោយនេះកណាទូលប្រកេនព្រះគ្រូចាតកាឥឡូវនេះរឿងស្អីមិនតិចទៅដល់ពេញហើយឲ្យទៅដល់ពេញដឹងតែមកដល់វត្តណាឡោមអញ្ចឹងព្រះគ្រូចាតកាហៅភិក្ខុសាមណេរមកបដៅឲ្យស្រួលទូលប្រកេនបើមិនស្ដាប់ទេតោះយើងបែកគ្នាតោះហ្នឹងណាបែកគ្នាតោះប៉ុណ្ណឹងកណាំចាស់អញ្ចឹងកុំឲ្យរឿងទូចមួយចៅរកាក៏លោកអត់ដឹងព្រះអនុគុណក៏លោកអត់ដឹងព្រះមេគុណក៏អត់ដឹងវត្តផ្លោងនោះធ្លាញពេញនោះ
ពេញកណានឹងចុះ filler នឹងមកទៀតអត់ទេប្រគុណណាអត់ទេការដោះស្រាយធម៌វិន័យមិនមែនជាការដាក់បន្ទុកហើយសម័យបច្ចុប្បន្ននេះវាអភ័ព្វដែរសារៈបព្វជិតតែមិនស្រួលគេថាប្រឆាំងនឹងណែសិទ្ធិមនុស្សឯណាមានតម្លៃខ្ពស់ជាងធម៌ពុទ្ធនោះព្រោះព្រះអង្គនិយាយអស់ហ្នឹងព្រះសំបីតែឲ្យពួកយើងដកស្មៅហ្នឹងលោកមិនឲ្យដកផងភិក្ខុនោះត្រូវបាត់តើស្ដោះទឹកដាក់អត់ដោះទឹកមាត់ដាក់ទឹកអីស្ត្រូវបាត់តើណាស្រអប់រំឲ្យតម្លៃមនុស្សសត្វមានជីវិតតាំងពីចុងសក់ដល់ចុងជើងតែនិយាយមិនស្រួលគឺថាអាហ្នឹងសិទ្ធិមនុស្សកាលណាមិនប្រឆាំងសិទ្ធិមនុស្សអីទេប្រកាសថាតាមការសិក្សាកាលណាថាព្រះអង្គនឹងបានសម្ដែងពីរឿងសិទ្ធិមនុស្សហើយសិទ្ធិមនុស្សវាល្អប៉ុន្តែយើងមានសិទ្ធិមានប្រពន្ធដែរមានសិទ្ធិស៊ីបាយងាយដែរមានសិទ្ធិច្រៀងដែរវាមានទេអញ្ចឹងទៅប្រឆាំងឲ្យទៅទៀមទាឲ្យវាមានសិទ្ធិអញ្ចឹងហ្មងចាំមកកណាប្រាប់មន្ត្រីមួយចំនួនថា when you are talking about the human rights you have to be mindful on what we are practicing it's not about only you about me too ថានៅពេលដែលអ្នកឯងនិយាយអំពីសិទ្ធិរបស់មនុស្សលោកអ្នកឯងមិននិយាយតែម្នាក់ឯងទេព្រោះខ្ញុំជាអ្នកបួសហើយកន្លែងខ្លះយើងពិបាកដែរថាអ្នកបួសហ្មងអ្នកបួសខ្ញុំដូចហេតុផលចឹងខ្ញុំអាចមានសិទ្ធិទៅរៀបអាពាហ៍ពិពាហ៍ទេអញ្ចឹងអារឿងសិទ្ធិអីទាំងអស់ហ្នឹងមកចំណែកលោកម្ចាស់យើងអត់អាចទេក្រៅតែពីយុទ្ធធម៌និងវិន័យនេះជាគោលកណាជាគោលទី1ទី2ប្រគុណណាម្ចាស់រឿងអ្នកបួសហ្នឹងណាដូចព្រះមេគុណឥឡូវកណានិយាយក្នុងក្របខ័ណ្ឌខេត្តយើងលោកមេគុណចាស់ហើយលោកមេគុណជួនចិត្តកៅហើយ86 87អង្គុយបានតែ5នាទីទាទៅវត្តបណិតខូចមកចំហៀងលេងចង់ដឹងរឿងអីលោកហត់នៅលោកមកជីវិតទៅលោកដូចនេះណាចាំសួរដេគុណចាស់បជន86មើលអញ្ចឹងទាឆាន់តែកខ្វេណាលោកប្រឡាត់85ហើយប្រឹកអង្គុយទេមុនម៉ោងនេះឥឡូវនៅសល់តែពួកយើងដែលជាប្រធេរៈចាស់នេះបើសិនចំនួននេះណាផ្នត់បដិបត្តិនៅខេត្តបាត់ដំបងយើងបណ្ដោយឲ្យទៅយ៉ាងម៉េច20ឆ្នាំ30ឆ្នាំ40ឆ្នាំទៀតវានឹងទៅអញ្ចឹងភិក្ខុសាមណេរលេងគោរពចាស់ទុំណាកណាភ្ញាក់ថ្ងៃមួយកណាទៅស្រុកកំណើតកូនលោកមួយគេគ្នាគេ3 4 5អង្គនៅវត្តកណានោះមួយអង្គមួយសួរលោកបងជាណាគេលោកនោះអាយុហើយ11 17ឆ្នាំចេះសួរកណាទាំងកណាឈ្មោះយន់សញ្ជាតិបានលោកមួយអង្គមួយទៀតគេបញ្ជូនវាចេះដូច20ហ្នឹង9 10ហ្នឹងគេថានេះដៃស្ដាំទៅវងហើយនោះទឹះបននៅផ្ទះបន្តិចកុំបី5 10កញ្ញក្រាលក្បាលហ្នឹងណាឃើញទេទៀតបកូនណាប្រធេរៈពួកយើងណាដែលទៅហ៊ានប្រធេរៈធំឲ្យទៅឃើញហ្នឹងកិច្ចគាត់ទៅថ្វាយគុំឲ្យកិច្ចខ្លាចលោកសួរនេះអត់ទេគួយលើរឹងយកជើនេះចោលវិទាំងក្បាលឯងទៀតណាដៃស្ដាំទៅវងនេះណាមែនតែយ៉ាមែនទេនេះរឿងនេះរឿងមិនរឿងធម្មតាទេកណាម្ចាស់ហើយកណាមើលអាយុលោកនោះកណាបង្កើតបានកណារឿងនេះកំ pl ែងតែមិនធ្លាប់កើតមានសម័យពួកយើងនៅបួសពីដើមទេណាប្រគុណណាបង្រៀនអភិសមាចារឡើងវិញណាតែមិនស្រួលចន់ដៃគុណលោអត់បានទេរឿងនេះជារឿងទួចតែវាឥទ្ធិពលសាព្រោះកាន់តែធំហើយឥឡូវប្រគុណណាម្ចាស់ពីដើមយើងគ្រប់គ្រងវត្តឲ្យតែបិទទ្វារចប់ហើយលោកមិនចេញទៅណាទេឥឡូវអត់ទេប្រព័ន្ធបច្ចេកវិទ្យាទេជួបមុខក៏បានបើថាមិនចង់ឲ្យឃើញមុខឃើញស្អីក៏បានដែរនេះគុណធំចឹងមកកណាចេះតែប្រកេនណាកុំទៅថតស្អីលេងផ្ដេសផ្ដាស់ណាហ្នឹងបានទេណាតែបាត់ទូរស័ព្ទចេះចឹងតែយីផតគុណមិនខ្មៅមែននេះបកាយពលនេះមិនក៏ខុសចឹងបានទេណា
អានេះឥឡូវប្រគុណណាទុកអត់បានទេដកទូសង្គមវាដើរដល់ដំណាក់កាលនេះហើយអញ្ចឹងមានតែមួយទេយោបល់ខ្ញុំកណាត្បិតតែអ្នកបួសកណាមិនមើលឃើញថាការសាងភ្នោះសម័យឥឡូវវាយ៉ាងម៉េចប៉ុន្តែភិក្ខុសាមណេររបស់យើងនៅតែមានសទ្ធាចូលស្ដាប់នៅធម្មវិន័យបានប្រសិនបើលោកគ្រូចតកាព្រះមន្ត្រីសង្ឃយកចិត្តទុកដាក់បង្រៀនវត្តបដិបត្តិជាច្រើនដែលយើងចូលទៅខ្ញុំកណាឃើញវត្តច្រើនណាស់ដែលកណាចូលទៅឃើញអាកប្បកិរិយាការគោរពការទទួលរាក់ទាក់របស់ប្រទេសរៈមកពីក្រៅវត្តហ្នឹងល្អណាស់វត្តល្អកណាម្ចាស់វត្តច្រើនដូចជាវត្តអណ្ដើកវត្តអីឃើញប្រទេសរៈចៅតកាមកទេអណ្ដើកមិនមកណាមានអណ្ដើកមានអីច្រើនទៀតមានគ្រប់តវត្តហ្នឹងល្អអញ្ចឹងទូប្រកេនបញ្ជាក់ថាប្រកាសណាជាម្ចាស់គិតកន្លែងទៅនឹងជួយបើប្រឡែងទៅអស់ហើយម្ចាស់អស់ហើយតំណែងអីគេឈ្មោះរបស់អ្នកស្រុកលិចបាត់ដំបងនេះនឹងសាបរលាបទៅចំណន់ពួកយើងនេះហើយបើអត់ទេមែនណាបដិប្រគុណប្រធេរៈនៅជួរមុខនេះយ៉ាងច្រើនណាស់5 10ឆ្នាំទៀតសុគតអស់នេះកាលណាគ្មានថាមិនទេប៉ុន្តែបច្ចុប្បន្នប៉ុណ្ណេះមិនទៅនៅទេ20ឆ្នាំទៀតដឹងបានអត់នៅ10ទៀតដឹងអស់ខ្លះដឹងនៅបានអាចារ្យសៀកដឹងដល់ភ្ជុំអត់ណាជីវិតមនុស្សមិនទៀងទេអញ្ចឹងកាលណាគិតអំពីទម្លាប់កាលនៅពីតូចហើយនឹងអ្វីដែលកំពុងតែកើតមានតែធម៌នឹងវិន័យទី1ទី2ទៀតរឿងព្រះអង្គប្រសង់បកូណាគ្មានជនជាតិណាមួយបើសិនជាប្រទេសនោះមានជនជាតិស្រឡាញ់ទឹកដីរបស់ខ្លួនវាជារឿងផប់ប្រេងវាសនានៃដែនដីនោះណាស់ពួកគេចង់បានតែអញ្ចឹងទេកាលណាប្រទេសនោះមានជនជាតិមួយស្រឡាញ់ទឹកដីរបស់ខ្លួនណាប្រទេសនោះគង់វង្សព្រោះកាលណាស្រឡាញ់វាមានសាមគ្គីភាពកាលណាវាមានសាមគ្គីភាពវានាំឲ្យមានសន្តិភាពកាលណានាំឲ្យមានសន្តិភាពវាមានការអភិវឌ្ឍកាលណាតែមានការអភិវឌ្ឍវាមានភាពខ្លាំងនៅក្នុងហ្នឹងការរីកចម្រើនណាតែសួរថាទឹកដីដូចវាធំតែយើងស្រឡាញ់ប្រទេសជាតិហ្នឹងដោយយ៉ាងដូចម្ដេចស្រឡាញ់ដោយបញ្ញារបស់យើងដែលយើងមើលឃើញឬក៏ស្រឡាញ់ដោយយ៉ាងម៉េចអញ្ចឹងទេបកណាជាម្ចាស់សូមបកអំណាសិក្សាស្វែងយល់អំពីព្រឹត្តិការណ៍សង្គមនីមួយមុននឹងបញ្ចេញយោបល់មុននឹងថាអ្វីមួយមុននឹងពោលទៅអ្វីមួយព្រោះដែលអាដាមអាបាខេតលោកមានប្រសាសន៍ហើយពាក្យសម្ដីរបស់បកូនណាមួយម៉ាត់ចេញទៅគឺញោមជឿហ្នឹងទេណាថាត្រូវคล้ายទៅជាព្រះតែហ៊ានទៅថាខុសអាចធ្លាក់ពីព្រះមកប្រែតាឡូហ្នឹងឃើញណាពាក្យសម្ដីព្រះលោកផ្ដាំហើយតែវាមានឥទ្ធិពលណាស់មួយម៉ាត់ទៅលើមួយម៉ាត់ចុះក្រោមអញ្ចឹងពាក្យស្អីដែលនាំឲ្យបកកនៅវឹកវរដល់សង្គមដល់រដ្ឋាភិបាលដល់អាជ្ញាធរដល់គណៈសង្ឃពាក្យខ្លះដែលវានៅក្នុងចិត្តណាដែលចេះតែនិយាយជាតពលណាសូមបកូនណាម្ចាស់មេត្តាពោលដោយប្រុងប្រយ័ត្នថាតើវានាំអ្វីដល់ប្រយោជន៍ដល់សហគមន៍យើងទេណាដល់ទេបើវាអត់នាំទេពាក្យណាដែលពោលហើយវាមិនបានជាប្រយោជន៍ដល់ទេកុំពោលហើយបើសិនជាយើងមិនច្បាស់ដូចជាករណីរឿងការអភិវឌ្ឍលោកម្ចាស់យើងនៅចប់លាវចប់យួនចប់សៀមយើងទៅធ្វើមិនបើយើងមិនធ្វើការអភិវឌ្ឍជុំគ្នាទៅធ្វើមិនស្រុកណាក៏ទៅចឹងការអភិវឌ្ឍហើយពិនិត្យមើលក្បួនហ្នឹងពិនិត្យមើលរចនាចរន្តរបស់សង្គមហ្នឹងគេធ្វើយ៉ាងដូចម្ដេចពេលខ្លះទៀតកណាគិតថាពេលខ្លះទៀតយើងដូចមានជំងឺខ្លាចបរទេសហ្មិចណាដូចបាក់ស្បាតប៉ុន្តែសួរថាអាចជំងឺហ្នឹងយើងដឹងទេពេលខ្លះដោយសារប្រវត្តិសាស្ត្រវាយើងឆ្លោះគ្នាមកចង់តាំងពីធ្លាក់អង្គរមកជឿជិត1000ឆ្នាំមកយើងវិចក៏វិចឆ្លោះតែគ្នានោះតមកដូច្នេះដូចបាក់ស្បាតដូចមានជំងឺបាក់ស្បាតមែនឲ្យទៅលើបរទេសភ័យស្លន់ស្លោពេលខ្លះទៀតអញ្ចឹងនេះសម័យយើងនេះជាពិសេសប្រសង់បកូនណាម្ចាស់កណាចេះទៅបកសំបិនបាត់បកូនណាឲ្យអានប្រវត្តិសាស្ត្រឡើងវិញហើយមើលរដ្ឋាភិបាលថាលោកអភិវឌ្ឍនឹងលោកដើរយ៉ាងម៉េចវាពិតជាអញ្ចឹងមែនទេ
ទឹកដីយើងបានយើងរក្សាបានដោយប៉ុណ្ណេះដោយលំបាកតើអ្នកណាប្រគុណណាម្ចាស់នឹងហ៊ានលើកដៃកាត់ដីនឹងទៅឲ្យវល់ទេប៉ុន្តែកិច្ចការរដ្ឋាភិបាលខ្លះវាមិនមែនគេបង្ហាញម្ដងគ្រប់ទៅរឿងដូចយើងនៅវត្តចឹងរឿងខ្លះក្នុងវិន័យមិនឲ្យប្រាប់អនុសម្បានណាឯកឧត្តមវិន័យខ្លះព្រះអត់ឲ្យនិយាយប្រាប់ប្រសក់ទេពេលកាត់ទោសលោកសង្ឃអត់ឲ្យប្រាប់ទេដូចរឿងត្រូវសង្ឃីទៅសេះអីមានហ៊ានទៅប្រាប់អនុសម្បានហ្នឹងត្រូវទោសកណាកិច្ចការខ្លះមនុស្សវាអត់យល់ចឹងកណានិយាយក្នុងទីនេះចង់ឲ្យប្រគុណណាអ្នកស្រុកបាត់ដំបងយើងមេត្តាសិក្សារឿងហ្នឹងឲ្យបានអញ្ចឹងទៅប្រគុណណាពូលមួយម៉ាត់មួយពាក្យមកវាអត់ខុសទេដោយសារតែវាច្បាស់លាស់វាពិតប្រាកដវាអញ្ចឹងកណាដូចកណាអញ្ចឹងមករយៈចុងក្រោយនេះគេថាមានអ្នកខ្លះគេថាអូប្រគុណហើយជេរកណានឹងអាខមមិននឹងមិនអស់ចិត្តអ្នកខ្លះជេរកណាតាមសម្លេងផ្ញើឲ្យកណាស្ដាប់ទៀតជេរហើយដល់អាថ្មគេជេរដែរអត់ដឹងរឿងអីសោះជេរណាគេអ្នកខ្លះគេថាបើរៀនចប់ពីអាមេរិកមកហើយមិនក៏មិនសឹកជួលកសាងជាតិវាទៅអញ្ចឹងទៅអូពុទ្ធោហើយប្រទេសត្រូវការគ្រប់ផ្នែកទាំងអស់បព្វធម៌ប្រពៃណីសាសនាពេទ្យអក្សរសាស្ត្រទាហានប្រសក់លោកទាហានតែម្នាក់ក៏មិនអាចការពារទឹកដីបានវាត្រូវគ្រប់ជ្រុងទាំងអស់ព្រះអង្គតែមួយអង្គក៏មិនអាចថែរក្សាសាសនាបានបើអត់ញោមមិនយើងមានអីឆាន់អ្នកណាចេញមកកសាងវត្តទៅរុស្ស៊ីកសាងវត្តអត់ទេអញ្ចឹងមកប្រទេសទាំងអស់ហ្នឹងវារួមទាំងអស់កណាអញ្ចឹងទូលប្រកេនត្រឡប់មកវិញថាតាក់ទងនឹងរឿងជាតិសូមប្រកាសណាសិក្សាឲ្យច្បាស់សិក្សាឲ្យយល់ដូនតារបស់យើងទាំងអស់គ្នាហ្នឹងប្រឹងដែលនៅសល់ប្រវត្តិហ្នឹងមិនសល់គេឲ្យទេណាសល់យើងការពារណាមិនគេឲ្យយើងទេស្លាប់ប្រមាណរក្សាទឹកដីបានប៉ុណ្្នឹងហើយបើសល់ប៉ុណ្្នឹងបើយើងនេះទៅទៀតហ្នឹងជ្រៀកទៅឲ្យដូចគេថាអញ្ចឹងទៀតហ្នឹងអានោះនឹងថាមិនទេហ្នឹងយើងគិតទៅប៉ុណ្្នឹងទៅប្រគុណណាពុទ្ធបរិស័ទកាន់កំភ្លើងផងការពារទឹកដីថែរក្សាសាសនាផងយើងមិនកាន់កំភ្លើងតែយើងថែរក្សាសាសនាអញ្ចឹងហេតុណាមួយដែលបំណំឲ្យពិបាកដល់ញោមរបស់យើងសូមលោកម្ចាស់ជួយកំហុសដ៏ធ្ងន់មួយដែលយើងកើតមានឆ្នាំ1975ណាអាហ្នឹងវាកើតចេញទៅអំពីការយល់អំពីមនោគមវិជ្ជាហ្នឹងកាលកណានៅអាមេរិករៀននៅអាមេរិកពេលធ្វើបទបង្ហាញម្ដងកាលណាមិនដៃចង់និយាយឈ្មោះពួកពលពតទេពួកគេសួរមកវិញថាវាយហេតុអីបានអ្នកឯងសម្លាប់គ្នាអ្នកឯងកណាវាមិនដឹងឆ្លើយថាយ៉ាងម៉េចណែកណាអត់ដែរចង់និយាយឈ្មោះហ្នឹងទេដោយសារតែគេសួរកណាឆ្លើយមិនចេញវាធ្លាប់ទៅពួកហ៊ីតលេសម្លាប់ជីវីសវាធ្លាប់ទៅជនជាតិមួយទៅសម្លាប់ជនជាតិមួយអានេះលេងខ្មែរលេងគ្នាឯងហ្មងហើយក៏ជាប្រវត្តិសាស្ត្រដ៏អាក្រក់ក្នុងព្រះពុទ្ធពិភពព្រះពុទ្ធសាសនាដែលពុទ្ធបរិស័ទសម្លាប់សម្ដេចព្រះសង្ឃរាជខ្លួនឯងណែសម្ដេចព្រះសង្ឃរាជហួតាននោះអ្នកប្រាជ្ញល្បីពេញអាស៊ីអាគ្នេយ៍ត្រូវពុទ្ធបរិស័ទសម្លាប់អ្នកខ្លះកណាថាអញ្ចឹងថាពលពតមិនមែនពុទ្ធបរិស័ទទេពលពតមិនណាបើមានកណាក៏ពលពតដែរនោះភូមិកណានោះមកគ្រួសារកណានោះពលពតក៏មានទាហានរដ្ឋាភិបាលក៏មានបារាក៏មានដែរអានេះមនោគមវាកើតអញ្ចឹងថាលោកចាស់យល់បានទេតែពិបាកយល់តែមិនទៅយល់ដល់រហូតដល់យល់មិនបានទេដល់អានដល់យល់អញ្ចឹងណាប្រគុណណាតែប្រគុណណាយល់មិនស្រួលកំហុសកើតមានហើយឆ្នាំ75ហើយយើងរំដោះប្រទេសពីមនោគមមិនមកដោះអីទេជនជាតិយើងទេណាលោកចាស់អង្គណាធ្លាប់នៅទល់ដែនថៃទល់ដែនអីពេលដែលយើងរត់ពេលដែលយើងប្រទេសយើងបែកបាក់ប្រទេសអីគេខ្លះគេមើងងាយយើងណាស់បងណាធ្លាប់នៅជាដែនដឹងហើយប្រទេសកាន់ពុទ្ធសាសនាគ្នាប៉ុន្តែអត់ទេកណាឃើញនឹងភ្នែកណាឲ្យតែជាតិយើងបែកបាក់កុំសង្ឃឹមថាបរទេសគេឲ្យតម្លៃយើងនោះមិនទេអញ្ចឹងបកូនណាវត្តជាមជ្ឈមណ្ឌលមួយដែលពុទ្ធបរិស័ទឲ្យតម្លៃណាស់វត្ត
ដាច់ខាតត្រូវជាកន្លែងដែលពុទ្ធបរិស័ទអាចចូលមកជួបព្រះអង្គបានជាទីកន្លែងដែលបង្កើតនូវសាមគ្គីធម៌ជាទីកន្លែងឲ្យនៅសេចក្តីសុខជាទីកន្លែងដែលប្រោះព្រំស្រោចស្រពអ្នកភូមិនៅមេត្តាករុណាហើយក៏ជាកន្លែងដែលលះបង់អ្វីគ្រប់យ៉ាងសម្រាប់សង្គមជាតិដែរព្រោះហេតុដូច្នេះសូមបកករណាជាម្ចាស់ឲ្យកសោបភិក្ខុសាមណេររបស់យើងឲ្យដើរផ្លូវត្រូវជាពិសេសឲ្យធ្ងន់នៅក្នុងធម៌ស្រឡាញ់សង្គមញោមយើងការដឹកនាំប្រទេសជាតិនឹងវាអំបានល្អឥតខ្ចោះ 100% វាតែងតែវាតែងតែមានចន្លោះវាមានប្រហោងអញ្ចឹងស្ដាប់ឯកឧត្តមមានប្រសាសន៍មើលហើយអ្នកចាំជេរមិនអីទេណាដូចយើងដឹកនាំវត្តអញ្ចឹងប្រគុណណានឹងវត្តអញ្ចឹងវាតែងតែមានចន្លោះប្រហោងអញ្ចឹងអាការចន្លោះប្រហោងហ្នឹងគួរខ្លាយជាទីជួយជ្រោមជ្រែងរបស់យើងបំពេញបន្ថែមកណាបើអត់ទេហើយកណាមុននឹងបញ្ចប់កណាបញ្ជាក់មួយម៉ាត់កណាធ្វើការជាមួយប្រសង់ថៃប្រសង់យួនប្រសង់ឡាវប្រសង់ភូមាកណាធ្វើការ20ឆ្នាំហើយពួកនេះខ្លាំងណាស់មិនធម្មតាទេអត់មានរឿងលោឡាង Facebook ទេពួកនេះខ្លាំងមុតស្រួចនៅជុំវិញស្ដេចសង្ឃយួនណាគ្រាន់តែបណ្ឌិត200អង្គនិយាយ20ភាសាខ្លាំងតែអីមកទៅសើយួននេះសរសើរព្រោះគេវាខ្លាំងថៃខ្លាំងទេខ្លាំងខ្មែរយើងខ្លាំងទេខ្លាំងមិនត្រូវការព្រះអង្គដែរតែកាលណាមិនមើលឃើញភាពអស្ចារ្យរបស់អ្នកដទៃនឹងថាយើងធ្វើមិនកើតទេមិនមែនទេប៉ុន្តែគ្រាន់តែកាលណាចង់ទូលប្រកេនថាគេបានរៀបចំខ្លួនដើរហើយចំណន់កាលណានេះឥឡូវហ្នឹងឡើងកាន់ការទាំងអស់នៅក្នុងប្រទេសជាតិនៅក្នុងផ្នែកសាសនាហ្នឹងប្រកែកណាស់កណាអញ្ចឹងមកគេខ្លាំងណាស់ហើយចុះបើយើងមិននាំគ្នាពង្រឹងអភិវឌ្ឍខ្លួនបណ្ដោះកូនចៅយើងឲ្យសិក្សារៀនសូត្រនឹងទេយើងនៅតែប៉ុណ្្នឹងណាចាវត្តសាស្ត្រចេញមកទៅសើគេវត្តសាស្ត្រចេញមកសើគេដោយសារតែយើងអត់បានសិក្សាកាលណានិយាយយ៉ាងដូចនេះមិនមែនបន្តផ្អាប់ទេពួកយើងបានដើរមកដល់ដំណាក់កាលនេះក៏សមល្មមទៅនឹងរៀបខ្លួនឲ្យคล้ายទៅជាចំនួនគំរូសម្រាប់ចំនួនក្រោយកាលណានិយាយក្នុងក្របខ័ណ្ឌសាសនាទេនយោបាយអីសង្គមកិច្ចទុកឲ្យញោមគាត់នេះចុះកាលណានិយាយតែក្រុមយើងអ្នកបួសនេះទទួលខុសត្រូវខាងផ្នែកសាសនានេះអញ្ចឹងវត្តអារាមដែលមានវិស័យពុទ្ធកសិក្សាជួយផងវត្តណាដែលបើកសាលាហ្នឹងវត្តចិត្តហ្នឹងជួយតាមលទ្ធភាពណាដែលអាចធ្វើទៅបានជួយប៉ុន្តែកណាត់ដឹងថាប្រគុណណាបានធ្វើកិច្ចការនេះច្រើនមកហើយអញ្ចឹងយើងធ្វើទៀតធ្វើរហូតដល់ថ្ងៃងាប់នោះទាំងព្រះអង្គទាំងសម្ដេចទាំងកណាយទាំងអស់គ្នានឹងព្រោះយើងជាថ្នាក់ដឹកនាំដល់ព្រោះហ្នឹងធ្វើដូចទីគុណហ្នឹងដល់ត្រុតត្រោមហ្នឹងព្រោះអាហ្នឹងវាជាភារៈជៀសវាបំផុតណាអញ្ចឹងប្រកេនប៉ុណ្ណឹងប្រកេនអញ្ចឹងសង្ឃឹមថាបាត់ម៉ងយើងឆោងចាប់យកតំណែងនឹងមកវិញមកថាជាតំបន់ដែលស្ងប់ស្ងាត់ដោយអធិការជាតំបន់ដែលសម្បូរទៅដោយពួកអ្នកបដិបត្តិជាតំបន់ដែលស្លូតបូតហើយនឹងអាចคล้ายទៅជាខេត្តមួយដែលគេអាចសិក្សារៀនសូត្រខេត្តបាត់ដំបងនេះណាបន្ទាប់ពីភ្នំពេញគឺខេត្តបាត់ដំបងនេះហើយដែលមានប្រសង់សាមណៈសិស្សសាមណនិស្សិតនិមន្តមកគ្រប់ខេត្តក្រុងទាំងអស់មិនមែនដោយសារសម្រស់ស្ទឹងសង្កែទេណាគេណាមិនចាស់ណាដោយសារទម្លាប់អ្នកស្រុកនេះដោយសារតែភាពសម្បូរបែបនៃស្រុកនេះដោយសារតែអត្តចរិតរបៀបរស់នៅរបស់អ្នកស្រុកនេះបានធ្វើឲ្យអ្នកស្រុកដទៃនឹងលោកមកមិនមែនខេត្តដទៃវាអន់យ៉ាងទេតែខេត្តនេះអាចបង្កលក្ខណៈឲ្យព្រះអង្គមកជ្រោកកោនសិក្សារៀនសូត្របាននេះជាអ្វីដែលជាគេឈ្មោះរបស់ខេត្តបាត់ដំបងអញ្ចឹងជួយកណាឲ្យកណាសឹងបានស្រួលផងណាតែអញ្ចឹងដាច់ទេមករហូតណាដាច់អាដាមណាប្រទេសជាតិត្រូវការកសាងរាប់រយឆ្នាំមិនក៏យើងនឹកឃើញអញ្ចឹងទៅជប់ឲ្យចេញទេបើជប់ចេញចាស់យើងជប់អស់បាត់ទៅយើងមិនបាច់លំបាកដល់ឥឡូវទេគឺទៀមទាបពេលវេលាហើយការអត់ធ្មត់ណាកណាមួយចំនួនទៅចំនួន
ចឹងអ្វីសកម្មភាពណាដែលជាហេតុនាំឲ្យផលលំបាកទៅដល់រដ្ឋាភិបាលទៅដល់អាជ្ញាធរខេត្តហេតុណាដែលនាំឲ្យបែកបាក់ក្នុងពុទ្ធសាសនមណ្ឌលរបស់យើងពាក្យណាដែលវាគ្រូតគ្រៀតនិយាយទៅប៉ះញោមនៅណាក៏ញោមយើងដែរពាក្យមិនពិរោះទេអាមឹងឃើញប្រសងខ្លះជេរប្រសងគ្នាឯងអាមឹងអានេះយ៉ាក្រក់ណាស់លោកសង្ឃអាមឹងនេះមិនក្រក់ណាស់អត់មានទេកណាំចាស់មានតែភាពអត់ធ្មត់អញ្ចឹងប្រាប់ប្រសងក្មេងៗហ្នឹងដែលកំពុងពេញវ័យហ្នឹងឲ្យព្រះអង្គយកធម៌ទៅប្រាប់ព្រះអង្គកន្លែងខ្លះយើងធ្វើមិនកាត់ទុកឲ្យញោមក៏ធ្វើញោមគាត់មានកម្លាំងញោមគាត់មានក្រុមការងាររបស់គាត់ការងារខ្លះធ្វើដោយបញ្ញាការងារខ្លះធ្វើដោយកំភ្លើងអានោះវាចឹងនិយាយចំចឹងក្នុងស្រុកទេសគេនិយាយចឹងណាការងារខ្លះធ្វើដោយឈ្មោះចឹងការងារណាដែលជាកិច្ចការរបស់ប្រសក់ហ្នឹងយើងចូលរួមជាមួយគាត់ទៅហើយកុំទៅប្រមាថគាត់នឹងប្រាប់ភិក្ខុសង្ឃទាំងអស់ចូលរួមជួយទៅស្រុកយើងបាននេះហើយបានល្អប្រសើរហើយជាពិសេសកាលណានៅតែព្យាយាមនៅតែចង់បានរក្សាតំណែងគេឈ្មោះអ្នកស្រុកបានបងថាជាក្រុមនៃអ្នកកាន់ពុទ្ធសាសនាដែលស្លូតបូតមានការចេះដឹងមានអធិការតិចណាអញ្ចឹងណាប្រគុណណាសុំប៉ុណ្ណឹងបានទេណាសុំបានទេណាអរប្រគុណចឹងឯកឧត្តមធូរចាំមើលថ្វាយពពរសម្ដេចជាអម្ចាស់ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គសូមថ្វាយបុណ្យកុសលបានគ្រប់